រថយន្តស្ទួចបានមកស្ទួចយករថយន្តដូចជិះ OX 300ដែលបើកបុកក្បាលលូទឹកហ្នឹងយកទៅជួសជុលហើយករណីនេះគឺបើកបុកក្បាលលូទឹកដោយខ្លួនឯងហើយបង្កឲ្យរថយន្ត Mitsubishi OX 300ហ្នឹងគឺខូចខាតយ៉ាងដំណំគឺនៅជាហៀងខាងស្ដាំគឺទ្វារទាំងពីរហ្នឹងគឺខូចហើយដាច់កង់ខាងស្ដាំកង់មុខដាច់ចេញហើយកើតហេតុនៅថ្ងៃទី18ខែឧសភាឆ្នាំ2025ស្ថិតនៅក្នុងឃុំសំឡីស្រុកកំពង់រោខេត្តស្វាយរៀងហើយបើតាមប្រភពពីប្រជាពលរដ្ឋនៅទីនោះគាត់ថារថយន្តហ្នឹងតកង់គឺចេញមកពីកម្មវិធីរបស់បងប្អូនហើយមកដល់កន្លែងកើតហេតុនេះបានជ្រុលទៅបុកនៅក្បាលលូទឹកហ្នឹងនេះគឺឡានស្ទួចបានស្ទួចយករថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងយកទៅជួសជុលហើយសូមបញ្ជាក់ថារថយន្តនេះគឺបកហេតុឡើងដោយខ្លួនឯងទេអត់មានប៉ះពាល់អ្នកណាទេគឺបុកគីឡូនេះមួយហើយមានសមាជិកក្រុមគ្រួសារច្រើនដែរដែលជិះឡាននៅក្នុងឡាននេះហើយកង់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យ